លោកមេងស្រុនសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបកខេត្តកំពង់ស្ពឺបានអញ្ជើញដឹកនាំក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងចុះជួបសំណេះសំណាលប្រគល់ឯកសារដែលបានកែតម្រូវជូនដល់ប្រជាពលរដ្ឋចំនួន20គ្រួសារនិងសួរសុខទុក្ខឧបត្ថម្ភដល់ពលរដ្ឋមានជីវភាពខ្វះខាត2គ្រួសារព្រមទាំងបាននាំយកថវិកាចំនួន$3,500របស់ឯកឧត្តមអ្នកអុកញ៉ាសេញ៉ក់សម្រាប់ទិញទុយោទឹកជូនពលរដ្ឋប្រើប្រាស់ខេត្តកំពង់ស្ពឺស្ថិតនៅឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃសៅរ៍13កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី27ខែមិថុនាឆ្នាំ2026លោកមេងស្រុនសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបកខេត្តកំពង់ស្ពឺប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងនិងប្រធានគណៈកម្មការគ្រប់គ្រងសមាជិកខ26.2បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងប្រគល់ទទួលនៅឯកសារសំខាន់ចាំបាច់ដល់ប្រជាពលរដ្ឋចំនួន20គ្រួសារដោយត្រូវកែតម្រូវឯកសារអត្រានុកូលដ្ឋានខុសបច្ចេកទេសរដ្ឋបាលមិនអាចប្រើប្រាស់ជាផ្លូវការបានជាក់ស្ដែងក្រោយពីមានការជួយសម្របសម្រួលដោះស្រាយពីលោកមេងស្រុនប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងដើម្បីឲ្យមានភាពងាយស្រួលនិងទាន់ពេលវេលាដល់ពលរដ្ឋក្នុងការយកទៅប្រើប្រាស់ជាផ្លូវការតាមតម្រូវការចាំបាច់ផងដែរក្រោមការយកចិត្តទុកដាក់គិតគូរពីលោកមេងស្រុនប្រធានក្រុមការងារក៏បានប្រគល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់ស្នាក់ការគណៈបកឃុំអមលៀងទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនិងតាមតម្រូវការចាំបាច់ក្នុងមូលដ្ឋានរួមមានអង្ករចំនួន120បេស្មើនឹង600គីឡូក្រាមទឹកសុទ្ធ V Active ចំនួន50កេសភេសជ្ជៈ V Active ចំនួន30កេសទឹកត្រីចំនួន30យួរទឹកស៊ីអ៊ីវចំនួន30យួរបន្ថែមទៀតឆ្លៀតក្នុងឱកាសនោះផងដែរក្នុងស្មារតីមនុស្សធម៌សេចក្តីស្រឡាញ់ក្តីមេត្តាការជួយសង្គ្រោះជួយគ្នាក្នុងគ្រាលំបាកលោកមេងស្រុនប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងក៏បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាតចំនួន2គ្រួសារបន្ថែមទៀតផងដែរដោយគ្រួសារទី1មានឈ្មោះប៉ុនគៀវអាយុ69ឆ្នាំមានសមាជិកក្នុងគ្រួសារចំនួន4នាក់ក្នុងនោះស្រី3នាក់និងគ្រួសារទី2ឈ្មោះខុនសាយអាយុ81ឆ្នាំមានសមាជិកក្នុងគ្រួសារចំនួន3នាក់ស្រី2នាក់ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិព្រែកឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺក្នុងបេះដូងមនុស្សធម៌ជាទឹកចិត្តក្នុងក្តីអាណិតស្រឡាញ់លោកមេងស្រុនបានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាននៅអង្ករចំនួន4បេស្មើ20គីឡូក្រាមទឹកសុទ្ធ1កេសមី1យួរទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងត្រីខ1យួរថែមទៀតផងបន្ទាប់ពីបានជួបសួរសុខទុក្ខនិងឧបត្ថម្ភ2គ្រួសារដែលមានជីវភាពខ្វះខាតរួចមកលោកមេងស្រុនបានបន្តចុះត្រួតពិនិត្យទីតាំងទុយោទឹកភ្ជាប់ពីភូមិតាំងសំរោងទៅភូមិថ្នល់និងបានប្រគល់កញ្ចប់ថវិកាដ៏ថ្លៃថ្លារបស់សប្បុរសជនគឺឯកឧត្តមអ្នកអុកញ៉ាសេញ៉ក់អគ្គនាយកក្រុមហ៊ុនកំពង់ស្ពឺ Sugar ចំនួន$3,500សម្រាប់ទិញទុយោទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំថ្ងៃផងដែរនិងបានឧបត្ថម្ភដល់ប្រជាការពារចំនួន8នាក់ក្នុងម្នាក់ៗទទួលបានថវិកា20,000រៀលបន្ថែមទៀត